ចាសូមគោរពជំរាបសួរបងប្អូនពីសួនសាយកាហ្វាមន្ទីរមានជ័យចាបងប្អូនថ្ងៃនេះពួកយើងចាពូម៉ៅគាត់មកចាប់ទាបងប្អូនចាមកចាប់ទាលក់ណាបងប្អូនចាមែនតើទៅទានេះគឺសម្រាប់ចិញ្ចឹមធ្វើពូជណាបងប្អូនចាពួកយើងលក់ពូជមិនមែនលក់សាច់ទេបងប្អូនសម្រាប់បងប្អូនដែលត្រូវការពូជដែលអត់មានជន់ឈាមទេមានន័យថាមេបាវាខុសគ្នាបងប្អូនសុំធានាជូនហើយយើងយកទៅដាក់សម្រាប់ធ្វើមេបាបានចានេះខ្ញុំរៀបចំជូនទៅបងប្អូនខាងបវលចាចាប់ទាកប៉ាឃីង3ក្បាលចាឈ្មោល1មេ2ហើយនឹងបាបារី3ក្បាលដូចគ្នាចាឈ្មោល1មេ2ដូចគ្នាណាបងប្អូនចាគាត់យកទៅធ្វើពូជហ្នឹងហើយបងប្អូនសម្រាប់បងប្អូនដែលត្រូវការចង់កំងយកទៅធ្វើពូជបងប្អូនអាចតាក់ទងមកបានព្រោះឥឡូវនឹងខ្ញុំដល់វគ្គចាប់លក់ទៀតហើយកូនកងានក៏មានលក់ដែរណាបងប្អូនចាប៉ុន្តែអស់អាតូចហើយនៅសល់តែធំហើយតម្លៃក៏តាមនឹងណាបងប្អូនចាអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការបងប្អូនអាចតាក់ទងចូលមកក្នុង page របស់នេះខ្ញុំបានអរគុណច្រើនណាបងប្អូនសម្រាប់ធ្វើការកំងនិងជឿជាក់លើសួនសាយកាហ្វាមមិនថាកូនមន់ឬកូនទាទេបងប្អូនតែងតែធ្វើការកំងជាបន្តបន្ទាប់ចាកំឡុងពេលចូលឆ្នាំនេះក៏យើងខ្ញុំនៅតែលក់ដែរចាបងប្អូនដោយសារយើងមានតាក់ស៊ីចាតាក់ស៊ីចុះឡើងដែលគាត់នៅរត់នៅឡើយអញ្ចឹងអីវ៉ាន់ក៏នៅតែអាចផ្ញើបានអញ្ចឹងហើយក្រុមហ៊ុនតាមកាពីតូលហ្នឹងក៏យើងអាចផ្ញើបានដូចគ្នាបងប្អូនចាអានេះនឹងខ្ញុំចាប់យកមកដាក់នៅក្នុងទ្រុងសំណាញ់នេះហើយយើងដាក់ទឹកដាក់ចំណីឲ្យវាស៊ីឲ្យឆ្អែតចានៅពេលដែលយើងល្ងាចត្រជាក់បន្តិចយើងចាប់ផ្ដើមរៀបចំដាក់កេះចាដាក់ទៅតាមឡានក្រុងឬក៏ដាក់ទៅតាមឡានតាក់ស៊ីនឹងផ្ញើជូនទៅបងប្អូនដែលគាត់ដាក់ការកំងណាបងប្អូនចាហ្នឹងហើយរាល់អីវ៉ាន់របស់យើងនេះសត្វរស់របស់យើងនេះសុទ្ធតែមានសុខភាពល្អទាំងអស់បងប្អូនប៉ុន្តែពេលទៅដល់គឺយើងនៅតែឲ្យភ្ញៀវដែលគាត់ទិញហ្នឹងគាត់ដាក់ថ្នាំវីតាមីនថ្នាំជំនួយកម្លាំងថ្នាំអីបន្ថែមទៀតព្រោះជាធម្មតាទេនៅពេលដែលសត្វរបស់យើងផ្លាស់ប្ដូរទីតាំងមានន័យថាផ្លាស់ប្ដូរទីតាំងវាស្មើនឹងផ្លាស់ប្ដូរអាកាសធាតុដូចគ្នាបងប្អូនចាដឹកឆ្ងាយអីអញ្ចឹងទៅអញ្ចឹងវាអាចផ្ដាសាយឬក៏វាអាចឈឺបានចាតែបើថាវានៅមួយកន្លែងវាមិនឈឺទេបងប្អូនចាពេលដែលវាធ្វើដំណើរទៅឆ្ងាយហើយក្នុងរយៈពេលយូរអញ្ចឹងយើងទៅដល់ភ្លាមហ្នឹងត្រូវមានថ្នាំដាក់សគូឲ្យវាផឹកឲ្យវាស្រួលខ្លួនឲ្យវាត្រជាក់ហើយឲ្យវាឃ្លានចំណីបងប្អូនចានេះបងប្អូនធំល្អណាចាបាបារីហ្នឹងក៏ធំលឿនចាកាប៉ាឃីងហ្នឹងក៏ធំលឿនហ្នឹងហើយនឹងខ្ញុំ